ថ្ងៃនេះខ្ញុំមកនិយាយអំពីការទល់លាមករបស់ឆ្មាអញ្ចឹងថ្ងៃនេះខ្ញុំមកនិយាយពីដំណោះស្រាយការទល់លាមករបស់ឆ្មានិយាយទៅការទល់លាមកនឹងកើតឡើងទូទៅជាធម្មតារបស់ឆ្មាទេតែបើយើងមិនមានវិធីដោះស្រាយបញ្ហានេះទេវាអាចមានបញ្ហាទៅដល់សុខភាពរបស់ឆ្មាផងដែរអញ្ចឹងខ្ញុំមកប្រាប់ពីមូលហេតុដែលធ្វើឲ្យឆ្មាយើងទល់លាមកទី1នឹងការញ៉ាំទឹកតិចពេកឬអាហារដែលគ្មានជាតិ fiber គ្រប់គ្រាន់និងការខ្វះរំហាត់ប្រាណឬក៏ឆ្មាយើងនឹងអង្គុយយូរឬលើសទម្ងន់ដែលធ្វើឲ្យឆ្មាយើងងាយនឹងរងការទល់លាមកដុំសក់ឬក៏ hair ball ជាទូទៅឆ្មារបស់យើងតែងតែលិតនៅសក់របស់គាត់អញ្ចឹងអត្តស័យសក់នឹងវាបង្កឲ្យទៅជាដុំសក់ដែលបង្កឲ្យមានបញ្ហានៅក្នុងកាពះផងដែរនិងបណ្ដាលឲ្យស្ទះប្រព័ន្ធរំលាយអាហារចំណុចមួយទៀតនោះអតិពលនៃការលេបថ្នាំឧទាហរណ៍នឹងគឺជាថ្នាំបំបាត់ការឈឺចាប់ឬក៏ថ្នាំគ្រាប់ដែលបណ្ដាលឲ្យគាត់មានអាការៈទល់លាមកផងដែរចំណែកឯចំណុចមួយទៀតនោះគឺជាបញ្ហាសុខភាពរបស់គាត់ស្រាប់ជាបញ្ហាតម្រងនោមឬក៏ជាបញ្ហាទឹកនោមផ្អែមនឹងឯងហើយនេះគឺជារោគសញ្ញាដែលធ្វើឲ្យឆ្មាមានការទល់លាមកតែវាជារឿងធម្មតានោះទេសម្រាប់ឆ្មាជាទូទៅសត្វឆ្មាអាចបន្ទោបងម្ដងចាប់ពីចន្លោះ24ទៅ36ម៉ោងតែបើអ្នកទាំងអស់គ្នាឃើញវាមិនប្រក្រតីនោះជាបញ្ហាទល់លាមកយើងគួរតែពិនិត្យលាមករបស់គាត់នៅក្នុងធុងសាច់ហ្នឹងជាប្រចាំអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាកូនឆ្មាឬក៏មេឆ្មាទល់លាមកអ្នកទាំងអស់គ្នាគួរតែនាំឆ្មាទៅពេទ្យនេះជាវិធីដំបូងបំផុតដែលវាជាវិធីខ្លះៗអាចជួយឆ្មារបស់យើងបានឲ្យពួកគាត់ផឹកទឹកឲ្យបានច្រើនហើយនឹងការរកទឹកឬក៏បដូរទឹកឲ្យបានស្អាតឬការថែមទឹកនៅក្នុងអាហាររបស់គាត់ក៏បានដែរ